Bật số đây bà cái này bà chúng mát một mơ cả tháng và bánh chọc xong mẹ bà ti tăng cả tháng bà nó không bỏ rầy vì liếm chất bà lần rụt dôn một lần bươn lươn chỉ một hết vì là tốt là cả tháng này tí bà cứ dân thưa này bà càng nghe chỉ cần bài được hàng cõi và là dân thưa miền là phong xế hay là điền hà là hàng lời bà vàនេះគឺជាប្រភេទបាទផ្ទះបតិជនជាប្រភេទបាទវិឡាតូលបាទតោះទៅមើលខាងក្នុងជាមួយខ្ញុំបាទសម្រាប់ការងារនៅទីនេះផងដែរបាទយើងបានធ្វើបាទជាមួយនឹងការកែបាទទីតាំងចាស់នេះគឺជាទីតាំងបាទចក្រានបាយរបស់បរិយហើយកែដូចជាបន្ទប់ទឹកយើងបែរទ្វារបាទមកខាងចំហៀងវិញពីមុនគឺនៅបាទខាងក្រោយនេះគឺជាទ្វារហើយខាងនេះគឺជាចក្រានបាយតោះចូលដល់ការងាររបស់យើងបាទការងាររបស់យើងនៅទីនេះបាទគឺយើងមានបាទដំឡើងនៅទូចក្រានបាយបាទបែបនេះស្រស់ស្អាតមែនតើមានមកចាប់បំពាក់គ្រឿងបាទរបស់បាទចក្រានបាយមានទូបឺតផ្សែងមានទូដាក់សម្ភារៈហើយមានបាទសេញលាងចានបាទសម្រាប់បាទចក្រានបាទអគ្គិសនីហើយយើងបាទធ្វើនៅវិដានបាទដីរបស់គាត់នៅខាងក្រោយនេះបាទវាសល់បាទ3ម៉ែត្រយើងមកក្រាល100ម៉ាតបាទជាមួយនឹងបាទចក្រានបាយហើយយើងមានចដាលបាទខាងលើនេះគឺប្លង់សេចដាលហើយនឹងបាទសម្រាប់ខាងនេះគឺទ្វារបាទចេញទៅខាងក្រៅជំនាញផ្ទះផងដែរបាទហើយយើងមានចដាលឡើងទៅលើបាទតោះទៅមើលខាងលើជាមួយខ្ញុំបាទនេះគឺនៅខាងលើបាទគឺយើងបានរៀបនៅបាទការ៉ូសម្រាប់បាទរៀនហាលពេលដងដាបាទខាងលើនេះគឺប្រភេទបាទដបក្បឿងដែលយើងបានក្រាលជាប្រភេទបាទសង្កសីលាតបាទការពារការជ្រាបទឹកបាទក្បឿងគឺវាត្រូវការជម្រាលខ្លាំងប៉ុន្តែដោយសារតែរបស់យើងបាទគឺត្រូវការជម្រាលបាទល្មមអញ្ចឹងយើងបានបន្ថែមនៅស្រទាប់សង្កសីសម្រាប់ការពារការបាទជ្រាបទឹកគឺស្រក់នៅលើសង្កសីបាទហូរចូលតហើយតទឹករបស់យើងគឺបំពាក់បាទតាមចដាប្រកាន់ដៃនេះវេរណ្ដានេះទម្លាក់ទៅចូលជាមួយនឹងលីហ្គានៅខាងក្រោមបាទអូខេបាទការងារនេះរួចរាល់ហើយខាងលើនេះយើងបានបំពាក់បាទនៅស្តែនទឹកមួយផងដែរសម្រាប់បាទស្តុកទឹកហើយនឹងម៉ូទ័រជំរុញទឹកសម្រាប់ប្រើប្រាស់នៅក្នុងបរិវេណផ្ទះបាទបើសិនជាពុកម៉ែបងប្អូនបាទដែលមានតម្រូវការក្នុងការធ្វើនៅបាទការងារដែលនៅសល់ដីដូរពីចក្រានបាយនៅក្នុងផ្ទះមកខាងក្រៅវិញដូចជាគំរូដែលខ្ញុំបានបង្ហាញនេះបាទបងអាចធ្វើការតំណែងតំណងបាទមកខ្ញុំបានតាមរយៈលេខទូរស័ព្ទបាទទាំងពីរខ្សែដែលមាននៅក្នុងបាទវីដេអូនេះ